លោកដូណាល់ត្រាំមានមហិច្ឆតាចង់បង្កើតក្រុមប្រឹក្សាសន្តិភាពថ្មីដើម្បីគ្រប់គ្រងពិភពលោកដែលអាចនឹងជំនួសអង្គការសហប្រជាជាតិ UN រដ្ឋបាលរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ត្រាំកំពុងត្រៀមបង្កើតអង្គការអន្តរជាតិថ្មីមួយដែលនឹងតម្រូវឲ្យប្រទេសនានាដែលចង់មានឋានៈអចិន្ត្រៃយ៍នៅក្នុងក្រុមប្រឹក្សាសន្តិភាពថ្មីរបស់លោកបង់វិភាគទានយ៉ាងតិច$1000 លានអាមេរិកស្ថានភាពវិវត្តនេះបានបង្កឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងថាលោកដូណាល់ត្រាំកំពុងព្យាយាមបង្កើតអង្គការអន្តរជាតិថ្មីមួយដើម្បីប្រកួតប្រជែងឬជំនួសអង្គការសហប្រជាជាតិយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg ដែលបានដកស្រង់ពីធម្មនុញ្ញសម្រាប់ក្រុមដែលបានស្នើឡើងនេះបានឲ្យដឹងថាលោកដូណាល់ត្រាំនឹងធ្វើជាប្រធានដំបូងគេហើយនឹងមានអំណាចក្នុងការសម្រេចថាតើអ្នកណាគួរត្រូវបានអញ្ជើញឲ្យចូលរួមជាសមាជិកការសម្រេចចិត្តនានានឹងត្រូវធ្វើឡើងដោយសម្លេងភាគច្រើនដោយរដ្ឋសមាជិកនីមួយៗមានសិទ្ធិបោះឆ្នោតមួយសម្លេងទោះជាយ៉ាងណាក៏ដោយរាល់ការសម្រេចចិត្តទាំងអស់នឹងស្ថិតនៅក្រោមការយល់ព្រមរបស់ប្រធានយោងតាមសេចក្តីព្រាងសំណើបានបញ្ជាក់ថារដ្ឋសមាជិកនីមួយៗនឹងមានអាណត្តិមួយមិនលើសពី3ឆ្នាំចាប់តាំងពីការចូលជាសមាជិកនៃធម្មនុញ្ញនេះមានប្រសិទ្ធភាពហើយការបន្តអាណត្តិនឹងអាស្រ័យលើប្រធានប៉ុន្តែអាណត្តិ3ឆ្នាំនេះនឹងមិនអនុវត្តចំពោះរដ្ឋសមាជិកទាំងអស់ដែលបានបរិច្ចាគប្រាក់$1000 លានសហរដ្ឋអាមេរិកដល់ក្រុមប្រឹក្សាសន្តិភាពក្នុងឆ្នាំដំបូងនោះឡើយក្រុមអ្នករិះគន់មានការព្រួយបារម្ភថាលោកដូណាល់ត្រាំកំពុងព្យាយាមបង្កើតអង្គការអន្តរជាតិដែលជាគូប្រជែងនឹងអង្គការសហប្រជាជាតិដែលលោកបានរិះគន់ជាយូរមកហើយពាក្យថាក្រុមប្រឹក្សាក្នុងនិយមន័យនៃធម្មនុញ្ញនេះត្រូវបានកំណត់ថាជាអង្គការអន្តរជាតិមួយដែលស្វាស្វែងលើកកម្ពស់សន្តិភាពស្ដារអភិបាលកិច្ចដែលគួរឲ្យទុកចិត្តនិងស្របច្បាប់និងធានាសន្តិភាពប្រកបដោយចីរភាពនៅក្នុងតំបន់ដែលរងផលប៉ះពាល់ឬត្រូវបានគំរាមកំហែងដោយចំនួនក្រុមប្រឹក្សានេះនឹងក្លាយជាអង្គការផ្លូវការនៅពេលដែលរដ្ឋជាសមាជិក3ប្រទេសយល់ព្រមចូលរួមក្នុងធម្មនុញ្ញនេះសេតវិមានមិនទាន់បានឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងសេចក្តីរាយការណ៍ព័ត៌មាននេះនៅឡើយទេទោះជាយ៉ាងណាក៏ដោយលោកដូណាល់ត្រាំធ្លាប់បានអញ្ជើញមេដឹកនាំពិភពលោកមួយចំនួនរួមមានប្រធានាធិបតីអាសង់ទីននិងនាយករដ្ឋមន្ត្រីកាណាដាឲ្យចូលរួមជាផ្នែកមួយនៃក្រុមប្រឹក្សាសន្តិភាពសម្រាប់តំបន់កាហ្សាដែលនឹងត្រូវបង្កើតឡើងក្រោមចំណុះក្រុមប្រឹក្សាសន្តិភាពថ្មីរបស់លោកយោងតាមប្រភពច្បាស់ការឲ្យដឹងថាប្រទេសអឺរ៉ុបជាច្រើនធ្លាប់ត្រូវបានអញ្ជើញឲ្យចូលរួមក្នុងក្រុមប្រឹក្សាសន្តិភាពទោះជាយ៉ាងណាក៏ដោយសេចក្តីព្រាងសំណើបានបង្ហាញថាលោកដូណាល់ត្រាំខ្លួនឯងនឹងគ្រប់គ្រងថវិកាជាអ្វីដែលប្រទេសភាគច្រើនដែលចូលរួមក្នុងក្រុមប្រឹក្សានេះមិនអាចទទួលយកបានប្រភពព័ត៌មានបានឲ្យដឹងថាប្រទេសជាច្រើនទៀតបានបង្ហាញការជំទាស់យ៉ាងខ្លាំងចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញរបស់លោកដូណាល់ត្រាំហើយកំពុងស្វែងរកវិធីរួមគ្នាដើម្បីបដិសេធសំណើនេះក្រុមប្រឹក្សាសន្តិភាពនឹងកោះប្រជុំដើម្បីបោះឆ្នោតយ៉ាងតិចក្នុងមួយឆ្នាំប៉ុន្តែការប្រជុំបន្ថែមនិងការជ្រើសរើសទីកន្លែងនឹងអាស្រ័យលើប្រធានពិចារណាថាសមស្របរបៀបវារៈនៃកិច្ចប្រជុំនឹងត្រូវឆ្លងកាត់តាមការយល់ព្រមពីប្រធានទន្ទឹមនឹងនេះក្រុមប្រឹក្សាសន្តិភាពនឹងរៀបចំកិច្ចប្រជុំដែលមិនមែនជាការបោះឆ្នោតជាប្រចាំជាមួយគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សាដែលកិច្ចប្រជុំទាំងនេះនឹងត្រូវបានរៀបចំយ៉ាងតិចមួយត្រីមាសម្ដងក្រៅពីនេះលោកត្រាំនឹងមានអំណាចក្នុងការដកសមាជិកចេញក្រុមអំណាចវេតូនៃសម្លេងភាគី2ភាគ3ហើយប្រធាននឹងមានអំណាចបន្តស្វែងរកអ្នកស្នងតំណែងជាប្រធានការព្យាយាមរបស់លោកត្រាំក្នុងការបង្កើតអង្គការអន្តរជាតិថ្មីនេះបានធ្វើឲ្យគេនឹកឃើញដល់ការបង្កើតអង្គការអន្តរជាតិធំៗមួយចំនួនក្នុងប្រវត្តិសាស្ត្រពិភពលោកក្រោយសង្គ្រាមលោកលើកទី1សម្ព័ន្ធប្រជាជាតិ League of Nations ត្រូវបានបង្កើតឡើងក្នុងឆ្នាំ1920ដើម្បីរក្សាសន្តិភាពពិភពលោកទោះជាយ៉ាងណាក៏ដោយសម្ព័ន្ធប្រជាជាតិបានបរាជ័យក្នុងការទប់ស្កាត់សង្គ្រាមលោកលើកទី2ហើយត្រូវបានជំនួសដោយអង្គការសហប្រជាជាតិ United Nations ក្នុងឆ្នាំ1945អង្គការសហប្រជាជាតិត្រូវបានបង្កើតឡើងដោយមានគោលបំណងស្រដៀងគ្នាក្នុងការរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិបង្កើតទំនាក់ទំនងមិត្តភាពរវាងប្រជាជាតិនានានិងលើកកម្ពស់កិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងការដោះស្រាយបញ្ហាសេដ្ឋកិច្ចសង្គមវប្បធម៌និងមនុស្សធម៌អង្គការសហប្រជាជាតិមានរដ្ឋសមាជិក193ប្រទេសហើយត្រូវបានចាត់ទុកថាជាវេទិកាអន្តរជាតិដ៏សំខាន់បំផុតសម្រាប់ការសន្ទនានិងកិច្ចសហប្រតិបត្តិការជំរុញរបស់លោកត្រាំក្នុងការបង្កើតអង្គការថ្មីមួយដែលមានការគ្រប់គ្រងដ៏តឹងរ៉ឹងដោយប្រធានាធិបតីតែមួយរូបនិងតម្រូវឲ្យមានការបង់ប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់សម្រាប់សមាជិកភាពបែបនេះគឺជាការខុសប្លែកគ្នាយ៉ាងខ្លាំងពីរចនាសម្ព័ន្ធប្រជាធិបតេយ្យនិងពហុភាគីរបស់អង្គការសហប្រជាជាតិលោកត្រាំធ្លាប់បានរិះគន់អង្គការសហប្រជាជាតិថាជាអង្គការដែលអសមត្ថភាពហើយសហរដ្ឋអាមេរិកចំណាយច្រើនណាស់លើអង្គការនេះឆ្លុះបញ្ចាំងពីទស្សនៈរបស់លោកដូណាល់ត្រាំដែលមានទំនោរទៅរកឯកតោភាគីនិយមនិងជាតិនិយមស្របតាមគោលនយោបាយតម្កល់ផលប្រយោជន៍អាមេរិកជាអាទិភាពចម្បងទី1ឬ America First ខ្ញុំតារាពី Alt News TV